ទៅលើខ្លះរស់នៅត្រូវផ្ដោតទៅលើសុខភាពជាចម្បងផ្ដោតទៅលើទ្រព្យលុយកាក់ទ្រព្យសម្បត្តិព្រោះមនុស្សយើងត្រូវការចាយវាយមនុស្សយើងត្រូវការហូបអាហារមនុស្សយើងត្រូវការដើរកំសាន្តហើយដូច្នេះយើងត្រូវផ្ដោតសំខាន់ផងដែរបាទទៅលើលុយកាក់ទ្រព្យធនដែលយើងរកបានដោយកម្លាំងញើសឈាមយើងត្រូវតែប្រឹងបាទកុំឲ្យដេកតែក្របាទក្រមិនមកពីមិនប្រឹងទេបាទប្រឹងប៉ុន្តែវានៅតែក្រដោយសារបាទចំណូលចំណាយវាមិនស័ក្តិមកតល់គ្នាបាទហើយសមត្ថភាពរបស់យើងវាប្រឹងបានតាមកម្រិតដែលយើងបានប្រឹងបាទវាអត់បានទៅតាមអ្វីដែលយើងចង់បានណាបាទអ្វីដែលយើងចង់បានគឺខុសពីអ្វីដែលយើងគិតបាទយើងគិតចង់បាន10ប៉ុន្តែអ្វីដែលយើងធ្វើបានវាបានតែ5អីយ៉ាងបាទអាហ្នឹងហើយគេហៅថាសមត្ថភាពបាទអញ្ចឹងការរស់នៅរបស់យើងតម្រូវការអីខ្លះបាទយើងដឹងហើយបាទតម្រូវការគឺថាហើយសុខភាពលុយកាក់ទ្រព្យសម្បត្តិបាទកតញ្ញូគេឈ្មោះបាទគុណតម្លៃគុណធម៌បាទទាំងអស់លក្ខណៈគឺថាយើងត្រូវតែប្រឹងបញ្ចេញសមត្ថភាពបាទកុំឲ្យប្រឹងខុសបាទបានមកខូចបានមកខាតបានមកខុសអាហ្នឹងវាអត់ល្អបាទអញ្ចឹងណា Snow ឡានសរ៉ែនបាទយើងត្រូវការទៀតបាទការរស់នៅត្រូវការបាទវ័យរបស់យើងហ្នឹងគឺពេលខ្លះត្រូវការសុបាយបាទមិនថាអ្នកខ្លះបាត់ឱកាសសុបាយបាទព្រោះថាវ័យ40 30ជាងអញ្ចឹងយើងចង់សុបាយប៉ុន្តែវាអត់លុយសុបាយបាទអញ្ចឹងយើងឈានទៅដល់វ័យមួយទៀតបាទអញ្ចឹងហើយបានតែយើងត្រូវប្រឹងរកបកគោលុយបកគោកាក់បាទសន្សំបើយើងខកខានក្នុងការសុបាយនៅអាយុ30 40បាទយ៉ាងហោចក៏យើងចាស់ទៅយើងមានពេលវេលាក្នុងការសុបាយតាមបែបចាស់អញ្ចឹងណាបាទអាហ្នឹងល្អបាទកុំឲ្យមួយជីវិតយើងរកភាពសុបាយមិនឃើញរកភាពរីករាយឲ្យជីវិតវាអត់ឃើញបាទអញ្ចឹងណាអញ្ចឹងយើងត្រូវគិតនឹងវិញគិតអំពីគុណតម្លៃនៃជីវិតបាទគុណតម្លៃនៃជីវិតវាស្ថិតនៅលើអ្វីដែលយើងត្រូវគិតយ៉ាវាស្ថិតនៅលើអ្វីដែលយើងត្រូវធ្វើវាស្ថិតនៅលើអ្វីដែលយើងត្រូវរៀបចំបាទអញ្ចឹងសំខាន់ណាស់សម្រាប់ជីវិតក្នុងការរស់នៅផ្លូវនៃជីវិតគឺគិតដល់ទៅមុខបាទគិតទៅមុខជានិច្ចកុំគិតថយក្រោយបាទតាក់ស៊ីឈប់ស៊ីអស់មួយឡាននៅចើមផ្លូវបាទហ្នឹងក៏អត់ល្អដែរបាទនេះដែលយើងចាប់មួយដើម្បីប្រយោជន៍យើងហើយដល់គេបើកបោវាបាត់មកស្ពេសបាទសម្រាប់ធ្វើដំណើរណាបាទអញ្ចឹងសរុបមកគឺថាការរស់នៅមានតម្រូវការច្រើនយ៉ាងប៉ុន្តែអាច្រើនយ៉ាងហ្នឹងយើងត្រូវតែរកឲ្យបានទៅតាមបំណងដែលយើងប្រាថ្នាបានកម្រិតប៉ុណ្ណាវាអាស្រ័យទៅលើសមត្ថភាពរបស់យើងបាទអាស្រ័យទៅលើសមត្ថភាពរបស់យើងបើយើងប្រឹងហើយវាមិនបានលទ្ធផលល្អទៀតបាទយើងរកវិធីសាស្ត្រដូរការគិតដូរការធ្វើសកម្មភាពដូរការគោលដៅបាទដូរគោលដៅកុំដាក់បន្ទុកកុំដាក់សម្ពាធនៅលើខ្លួនយើងបាទអត់ត្រូវដាក់បន្ទុកដាក់សម្ពាធនៅលើខ្លួនយើង
ដែលធ្វើឲ្យមានបញ្ហាដល់ការរស់នៅឯបាទទេបាទត្រូវចេះរំលែកបាទទុកកង្វល់បាទទៅតាមពេលវេលាទៅតាមសមត្ថភាពបាទហើយទៅប្រើកម្លាំងញើសឈាមយើងឲ្យបានច្រើនតិចឲ្យបានច្រើនមុននឹងពឹងពាក់ពីគ្រោះយោបល់ជាមួយអ្នកដទៃអញ្ចឹងណាបាទដោះស្រាយខ្លួនយើងសិនបាទដោះស្រាយខ្លួនយើងឲ្យជោគជ័យហើយបាទនឹងល្អសម្រាប់ជីវិតយើងអូខេ